2. បញ្ហានៃជីវិតបណ្ដាបញ្ហាទាំងឡាយនៅក្នុងលោកសន្និវាសយើងនេះបញ្ហាជីវិតគឺមានសេចក្តីថ្លៃថ្នូរហើយក្រៃលែងជាងបញ្ហាណាទាំងអស់ដោយពួកទស្សនវិទូនិងសាស្ត្រាចារ្យនៃលទ្ធិសាសនាទាំងឡាយបានព្យាយាមស្រាវជ្រាវរកអំពីរឿងរ៉ាវនៃជីវិតជាច្រើនទស្សនវិជ្ជានិងអវាទខាងសាសនាដែលតាក់ទងទៅនឹងជីវិតនោះមានច្រើនអនេកតែរឿងជីវិតជារឿងដែលរៀនមិនចេះចប់មិនអាចនឹងបានភ្លឺស្វាងច្បាស់លាស់ព្រោះថាសាស្ត្រាចារ្យឬក៏ទស្សនវិទូទាំងនោះមានយោបល់ប្លែកៗពីគ្នាក្នុងជីវិតដែលយើងអាចបានបែងចែកទៅជា3ប្រការគឺ 1. ឃើញថាជីវិតនេះប្រកបដោយសេចក្តីទុក្ខព្រួយលំបាក 2. ឃើញថាជីវិតនេះប្រកបដោយសេចក្តីសុខសប្បាយ 3. ឃើញថាជីវិតនេះមិនមានអ្វីសោះមនុស្សយើងគ្រប់គ្នាដែលមានសេចក្តីសុខឬទុក្ខគឺវាមិនមែនអាស្រ័យតែនៅក្នុងលក្ខខណ្ឌនៃជីវិតទេតែមកពីអំណាចនៃវត្ថុធាតុដែលជីវិតត្រូវអាស្រ័យនៅទាក់ទងជាមួយនឹងសច្ចភាពនៃម្ចាស់ជីវិតនោះឯងសេចក្តីពិតយោបល់ទាំង3ប្រការនេះសូម្បីតែមានផ្លូវខុសគ្នាក៏ដោយពួកសាស្ត្រាចារ្យនិងទស្សនវិទូទាំងឡាយក្រោយពេលដែលបានរៀបចំលទ្ធិសាសនានិងគោលដៅនៃទស្សនវិជ្ជារបស់ខ្លួនហើយនោះក៏ត្រឡប់ទៅជាមាននៅកម្មវិធីស្របគ្នាគឺបង្រៀនមនុស្សយើងឲ្យប្រកបដោយគុណធម៌ដ៏ល្អតាមសេចក្តីយល់ឃើញរឿងខ្លួនហើយឃើញថាជីវិតជាធម្មតាប្រកបដោយសេចក្តីទុក្ខព្រួយក៏បង្រៀនយើងឲ្យចេះខិតខំប្រឹងប្រែងតស៊ូឬក៏ខំគិតអំពីសេចក្តីទុក្ខយ៉ាងលំបាកនោះហើយព្យាយាមសាងសន្សំនូវសេចក្តីល្អគ្រប់បែបយ៉ាងដែលឃើញថាជីវិតនេះគឺជាធម្មជាតិមួយដែលប្រកបទៅដោយសេចក្តីសុខសប្បាយបង្រៀនឲ្យព្យាយាមការពារភ័យពិបាកដែលកើតមកធ្វើឲ្យគុណធម៌ឬក៏គុណតម្លៃនៃជីវិតបានបាត់បង់ទៅយោបល់ទី3ដែលឃើញថាជីវិតនេះគឺមិនមានចំណុចទីដៅអ្វីសោះនៅក្នុងធាតុវត្ថុដែលនៅជុំវិញខ្លួនយើងឲ្យបានប្រកបដោយសេចក្តីល្អដូចគ្នាតែរឿងជីវិតវាគឺជារឿងមួយដែលមានតម្លៃច្រើនការបកប្រែលក្ខណៈរបស់ជីវិតនៅក្នុងន័យថានឹងមានសេចក្តីថ្លៃថ្នូរក្នុងការស្វែងរកមុខរបរតស៊ូក៏ដើម្បីដោះស្រាយបញ្ហាជីវិតនោះជាមុខងាររបស់ម្ចាស់នៃជីវិតគ្រប់គ្នាដូច្នេះទោះជាការចាំបាច់ដែលត្រូវប្រមូលរួបរวมគោលនៅគំនិតនៃទស្សនវិជ្ជានានាដែលមានសេចក្តីតាក់ទងនឹងជីវិតមកសិក្សាខ្លះដើម្បីជាជំនួយដល់គំនិតបញ្ញាគឺជាការសិក្សាដែលមានផលល្អដល់មនោសញ្ចេតនារបស់មនុស្សយើងជាច្រើនព្រោះរឿងរ៉ាវនៃជីវិតនេះជាទស្សនវិជ្ជាមួយដ៏ធំបំផុតដែលអ្នកប្រាជ្ញទាំងឡាយព្យាយាមស្រាវជ្រាវជាយូរណាស់មកហើយមិនអ្នកអានអ្នកស្ដាប់ទាំងឡាយខ្ញុំសូមដកស្រង់នៅរឿងរ៉ាវយោបល់របស់អ្នកប្រាជ្ញខ្លះដើម្បីលើកយកមកជូនអ្នកអាននៅក្នុងសភៅនេះដើម្បីទុកជាការដាស់តឿនសតិស្មារតីនិងជាការលើកយកនៅយោបល់អ្នកប្រាជ្ញក្នុងទីនេះមិនសោកគ្រប់អ្វីទេគឺគ្រាន់តែបានត្រឹមតែមួយភាគតូចពីក្នុងភាគធំដែលនៃភាគរាប់រយនោះឯងព្រោះជីវិតគឺជាការដែលពិបាកចូលចិត្តអ្នកដែលចូលចិត្តជីវិតទៅបានត្រូវតែជាអ្នកដែលធ្លាប់បានឆ្លងកាត់ការងាររបស់ជីវិតជាច្រើនលើកច្រើនសារច្រើនគ្រាធ្លាប់ជួបប្រសពគ្រោះកាចគ្រោះជាឬក៏ធ្លាប់បានសិក្សាអំពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់យើងទាំងឡាយទើបយល់ច្បាស់នៅចំណោទនៃជីវិតបន្តិចម្ដងតាមលំដាប់យុវជននៅក្នុងបឋមវ័យច្រើនគិតថាខ្លួនមានសេចក្តីដឹងជ្រៅជ្រះនៅក្នុងរឿងជីវិតបានដំណំហើយការដែលធ្លាប់បានកើតមានមកគឺវាត្រឹមតែបន្តិចបន្តួចក៏ប្រកាន់ថាជារឿងធំចូលចិត្តថាមានសេចក្តីល្អិតល្អន់ហើយដូច្នេះទើបពួកគេកាត់ចិត្តងាយនៅក្នុងការដែលត្រូវសម្រេចប៉ុន្តែពេលវេលាដែលនៅក្មេងនោះចេះតែកន្លងហួសទៅហើយវ័យចាស់ក៏បានចូលមកដល់គឺកាន់តែចាស់ច្រើនកាន់តែស្គាល់ច្បាស់អំពីរឿងរ៉ាវនៃជីវិតជាមកម្ដងបន្តិចគ្រប់ពេលវេលាទស្សនវិជ្ជានៃរឿងរ៉ាវជីវិតមិនសូវមានការផ្លាស់ប្ដូរតាមសម័យដោយរឿងតែនេះទេចំពោះការសិក្សាអំពីរឿងជីវិតមានការចាំបាច់ណាស់របស់មនុស្សយើងនៅចំនួនដើមជាពិសេសនេះគឺគំនិតរបស់ជនដែលមានអាយុវែងក៏បានជួបប្រទះនៅហេតុការណ៍ក្នុងលោកជាច្រើននេះគឺចាត់ទុកថាជាការសិក្សាមួយដែលល្អបំផុតព្រះសម្មាសម្ពុទ្ធទ្រង់យល់ឃើញថាតាមគោលទី1ដែលបានពោលថាក្នុងជីវិតនេះមិនមានអ្វីដែលល្អសោះហើយវត្ថុធាតុទាំងអស់នោះគឺមានតែសេចក្តីទុក្ខដែលកើតមានជាប្រចាំចិត្តបេតុក្ខាបរាតបេតុក្ខាមរណៈបេតុក្ខាសេចក្តីកើតក៏ជាទុក្ខសេចក្តីធំធាត់ក៏ជាទុក្ខនិងសេចក្តីចាស់គ្រប់គ្រងចុះទៅក៏កើតជាទុក្ខសេចក្តីស្លាប់ក៏កើតជាទុក្ខនិងមានសភាពក្រៅអំពីនេះជាច្រើនទៀតគឺសុទ្ធតែជាទុក្ខដូចគ្នាសាវកព្រះសម្មាសម្ពុទ្ធគឺតែងតែពោលនៅពេលដែលបានជួបជុំមុខគ្នាម្ដងក្នុងពាក្យដែលអាស្រ័យតាក់ទងសាកសួរដែលមានយើងគ្រប់គ្នាធ្លាប់បាននិយាយថាសួស្តី
លោកដែលជាត្រឡប់ទៅជាខណ្ឌអ្នកនិយ៉ាងដែលប្រែថាដំណងអត់ធន់បានហើយឬទេសំដៅន័យថាជីវិតនេះគឺជាទុក្ខពាក្យថាវ័យគឺតែងតែសម្គាល់ឃើញដល់សេចក្តីចម្រើនដែលហៅថាចម្រើនដោយវ័យវ័យវត្តនៅរបស់ពាក្យនេះគឺពិតតែថាសូន្យកតិខាងពុទ្ធសាសនាយើងនេះគឺមានការសម្គាល់នៅក្នុងសេចក្តីធំធាត់ឡើងថាគឺជាជំហានមួយដែលចូលលូតលាស់ទៅកាន់សេចក្តីស្លាប់កុមារដែលមានអាយុ1ថ្ងៃក៏ខិតចូលចិត្តទៅកាន់សេចក្តីស្លាប់បាន1ថ្ងៃមានអាយុបាន1ខួបក៏ខិតចូលទៅកាន់សេចក្តីស្លាប់បាន1ខួបផងដែរសេចក្តីធំធាត់របស់ក្មេងដែលយើងមើលឃើញថាជាសេចក្តីចម្រើនឬក៏ហៅថាចម្រើនវ័យក្នុងទស្សនៈនៃពុទ្ធសាសនាគឺមើលទៅឃើញថាជាសេចក្តីសាបសូន្យដែលយើងឲ្យឈ្មោះថាជាខយវយៈធម្មាសង្ខារាសង្ខារទាំងឡាយគឺមានសេចក្តីអស់ទៅសាបសូន្យទៅជាធម្មតាដូចជាអ្នកវិទ្យាសាស្ត្រមិនអាចកាន់យកនៅសេចក្តីត្រជាក់ជាប្រមាណគេកាន់យកតែសេចក្តីក្តៅជាប្រមាណនោះឯងតាមការពិតទៅគំនិតទាំងអស់នេះមិនមែនតែចំពោះទស្សនៈរបស់ព្រះពុទ្ធសាសនាតែប៉ុណ្ណោះទេសូម្បីតែពួកអ្នកប្រាជ្ញបារាំងខ្លះដែលមិនធ្លាប់បានចេះដឹងខាងពុទ្ធសាសនាក៏មានគំនិតត្រូវគ្នាខ្លះដែរដូចជាលោក Voltaire ជាអ្នកប្រាជ្ញបារាំងរូបនេះលោកធ្លាប់បានសរសេរថាជីវិតគឺជាល្បែងភ្នាល់មួយបើគេហ៊ានពិតគឺត្រូវតែសាបសូន្យអ្នកប្រាជ្ញម្នាក់ទៀតមានឈ្មោះថាលោកដេឡាវិញធ្លាប់បានសរសេរថាការឈានទៅរករាល់ជំហាននៃជីវិតនោះគឺជាការឈានទៅកាន់នូវសេចក្តីស្លាប់លោក Alexander Dumas អ្នកនិពន្ធជនជាតិបារាំងក៏ធ្លាប់បានសរសេរដែរថាមានពេលខ្លះដែលជីវិតគឺជាមិនមាននូវគុណតម្លៃទុកណាជាយើងខិតខំប្រឹងប្រែងខ្នះខ្នែងដើម្បីស្ងួនរក្សាក៏ដោយបើតាមគំនិតយោបល់របស់អ្នកប្រាជ្ញរូបនេះគឺស្ដែងឲ្យយើងឃើញថាជីវិតគឺជារបស់មួយដែលមានគុណដូចគ្នាប៉ុន្តែក៏មានពេលខ្លះឬក៏ករណីខ្លះជីវិតបែរជាមិនមានគុណតម្លៃអ្វីសោះគឺមិនមានការចាំបាច់ដែលមនុស្សយើងនឹងត្រូវអត់ធន់ទទួលនៅសេចក្តីទុក្ខលំបាកដើម្បីស្ងួនគ្រប់គ្រងនៅជីវិតនោះពួកអ្នកប្រាជ្ញទាំងអស់នេះស្ថិតនៅក្នុងពពួកបុគ្គលដែលមើលឃើញជីវិតថាជាទុក្ខច្រើនជាងសុខលោក Pascal អ្នកប្រាជ្ញបារាំងដែលបានសរសេរដែរថាជីវិតជាធម្មជាតិមួយដែលទន់ខ្សោយបំផុតនៅក្នុងរវាងសួរនរកនិងសេចក្តីសាបសូន្យបើតាមគំនិតរបស់អ្នកប្រាជ្ញរូបនេះជីវិតមិនមានអ្វីដែលនាំឲ្យរីករាយជារបស់ដែលបែកធ្លាយងាយសោះសូន្យងាយនៅក្នុងវត្ថុទាំងឡាយដែលមានអំណាចធំលើសលប់គឺសួរនរកនិងសេចក្តីសូន្យបង់ដូច្នេះជីវិតទៅជារបស់មួយដែលរកសេចក្តីមួនគុណធនប្រកបដោយខ្លឹមសារជាស្ថាពរនោះគឺគ្មានសោះឡើយលោក Voltaire បានសរសេរថាកាលណាសភាពគ្រប់យ៉ាងបានបាត់បង់ទៅកាលណាមិនមានសេចក្តីសង្ឃឹមណាមួយសល់នៅកាលនោះជីវិតក៏ជារបស់ដែលមិនមានតម្លៃសេចក្តីស្លាប់ក៏ក្លាយទៅជានីតិដែលពិសិដ្ឋរបស់លោក Voltaire តាមចំណុចនេះមានអ្នកដែលមិនទាន់យល់ជាច្រើនពីព្រោះវាគឺជាពាក្យបដាមួយដែលឲ្យថយក្រោយអស់ម្នេះចេះហើយលោកក៏បានពោលតទៅទៀតថាមនុស្សយើងតែងតែសង្ឃឹមជានិច្ចថានឹងបានទទួលនូវសេចក្តីរីករាយសុខស្រួលក្នុងជីវិតតែក៏អស់នូវសេចក្តីសង្ឃឹមជានិច្ចដូចគ្នាដែរព្រោះជំនួសវិញដោយជីវិតមាននឹងសេចក្តីរីករាយជាសុខជីវិតក៏បានត្រឡប់ឲ្យនៅជាទុក្ខលំបាកដល់មនុស្សយើងទៅវិញនៅក្នុងការដែលត្រូវថែទាំរក្សាត្រង់ចំណុចនេះមានសេចក្តីពិតជាច្រើនព្រោះសេចក្តីលំបាកធំរបស់មនុស្សយើងនៅក្នុងការដែលត្រូវធ្វើនៅសេចក្តីព្យាយាមទំនុកបំរុងក្នុងជីវិតជំនួសដល់ជីវិតនឹងឲ្យនៅសេចក្តីសុខសង្សារនៃជីវិតនោះឯងក៏បានត្រឡប់ទៅជាឲ្យនៅទុក្ខលំបាកទៅវិញប្រទេសរបស់លោក Voltaire ពិតជាត្រឹមត្រូវជាមួយនឹងទស្សនៈរបស់ព្រះពុទ្ធសាសនាដែលឃើញថាជីវិតមិនមានអ្វីក្រៅតែអំពីសេចក្តីទុក្ខលំបាកតែប៉ុណ្ណោះទេលោកក៏បានសរសេរបន្តទៀតថាជីវិតនៅក្នុងឃ្លាទីបំផុតគឺជារឿងមួយដែលសោកសៅត្រង់ឃ្លាកណ្ដាលក៏មិនមានតម្លៃអ្វីនិងនៅក្នុងឃ្លាផ្ដើមគឺកាត់ឡើងគួរឲ្យចង់អស់សំណើចសេចក្តីនេះជារឿងដែលស្ដែងឲ្យយើងឃើញថាគំនិតរបស់លោក Voltaire នៅក្នុងរឿងជីវិតនោះដែលពោពេញទៅដោយសេចក្តីដែលងងឹតប៉ុន្តែមានសេចក្តីពិតជាច្រើនចំពោះមូលហេតុនៃសេចក្តីដែលកើតឡើងរបស់ជីវិតមកអំពីកាមអារម្មណ៍ជាអំពើដែលអ្នកប្រាជ្ញនោះមើលឃើញថាជារបស់ដែលគួរឲ្យអស់សំណើចវេលាជីវិតដែលចម្រើនតមកគឺមិនឃើញមានប្រយោជន៍អ្វីសោះលុះដល់ពេលថ្ងៃស្លាប់បាត់បង់ជីវិតទៅក៏ត្រឡប់ទៅជារឿងមួយដែលសោកសៅខូចចិត្តរឿងសេចក្តីតាមយោបល់របស់លោកនៅក្នុងខនោះថាជីវិតនេះតែងតែមានសេចក្តីដែលមិនល្អគ្រប់ការទាំងអស់ទាំងពួងផងដែរគំនិតគួរពិចារណាសូមធ្វើការពិចារណាជីវិតនៃមនុស្សទាំងពីរប្រភេទនេះប្រកបដោយសេចក្តីសង្វេគនិង
យោនិសោមនសិការៈ1តើអ្នកធ្លាប់បានចំណានឬក៏អន់ចិត្តដែលពុកម៉ែរបស់អ្នកមិនបានបីបាច់ថែរក្សាដែរឬទេនិងទី2មានអ្នកខ្លះគឺគាត់មិនត្រឹមតែមិនមានអ្នកថែរក្សានោះទេគឺគាត់មិនមានពុកម៉ែតែម្ដង